ជំរាបសួរបាទខ្ញុំបាទសុភាជាជាងសេវាកម្មប្រចាំនៅហាង Kubota តាន់ឡុងជាថ្ងៃនេះដែរខ្ញុំបាទនឹងណែនាំពុកម៉ែបងប្អូនឲ្យចេះពីរបៀបត្រួតពិនិត្យម៉ាស៊ីនក្នុងខណៈពេលម៉ាស៊ីនឡើងកម្ដៅខ្លាំងថាយើងគួរត្រួតពិនិត្យដោយរបៀបណាពេលម៉ាស៊ីនឡើងកម្ដៅខ្លាំងធ្វើឲ្យប៉ះពាល់ដល់ម៉ាស៊ីននិងរលត់មិនអាចធ្វើការបានតែយើងគួរត្រួតពិនិត្យដោយរបៀបណាអញ្ចឹងតាមដានទាំងអស់គ្នាពេលយើងត្រួតពិនិត្យទៅលើតាប់ឡូពិនិត្យនាឡិកាសីតុណ្ហភាពកម្ដៅឡើងដល់កម្រិតណាយើងមើលនាឡិកាវាស់សីតុណ្ហភាពកម្ដៅវាឡើងដល់កម្រិតកណ្ដុះពណ៌ក្រហមផុតលើឬក៏ជាសញ្ញាផ្ដល់ដំណឹងពេលម៉ាស៊ីនឡើងកម្ដៅខ្លាំងហាមពលុតម៉ាស៊ីនពុំដូច្នោះទេធ្វើឲ្យសេមីប៊ីស្តុងនឹងសឹកនៅពេលសីតុណ្ហភាពកម្ដៅថយចុះដោយខ្លួនឯង2នាទីទៅ3នាទីទើបធ្វើការពលុតម៉ាស៊ីននៅពេលពលុតម៉ាស៊ីនហើយយើងនឹងត្រួតពិនិត្យថាតើចំណុចណាដែលធ្វើឲ្យម៉ាស៊ីនឡើងកម្ដៅខ្លាំងយើងត្រួតពិនិត្យទៅលើកញ្ច្រែងខាងក្រៅបើមានសម្រាមឬក៏កំទេចកំទីកកស្ទះនៅផ្នែកខាងមុខនេះมันអាចធ្វើឲ្យខ្យល់បឺតស្រូបទៅខាងក្នុងម៉ាស៊ីនបានស្កកស្ទះនឹងអាចធ្វើឲ្យម៉ាស៊ីនឡើងកម្ដៅលឿនយើងត្រូវត្រួតពិនិត្យកញ្ច្រែងមុខធុងទឹកបើមានសម្រាមកកស្ទះនៅមុខសំណាញ់ធុងទឹកនេះมันធ្វើឲ្យខ្យល់បឺតស្រូបចូលទៅក្នុងម៉ាស៊ីនធ្វើឲ្យម៉ាស៊ីនយើងឆាប់ឡើងកម្ដៅយើងធ្វើការជូតសម្អាតជាមួយកណាត់ឬក៏ផ្លុំសម្អាតបន្ទាប់មកយើងត្រួតពិនិត្យទៅលើមុខកញ្ច្រែងធុងទឹកបើមានដីឬក៏សម្រាមកកស្ទះយើងធ្វើការផ្លុំសម្អាតឬក៏ជូតសម្អាតបន្ទាប់មកក៏យើងត្រួតពិនិត្យទៅផ្នែកខាងមុខព្រិលធុងទឹកមានសម្រាមឬក៏ដីកកស្ទះយើងធ្វើការផ្លុំសម្អាតបន្ទាប់មកក៏យើងដាក់ទៅវិញដោយរបៀបនេះបន្ទាប់មកយើងនឹងធ្វើការត្រួតពិនិត្យធុងទឹកត្រូវត្រួតពិនិត្យកម្រិតផ្នែកខាងលើបើពុំគ្រប់យើងអាចធ្វើការចាក់បន្ថែមនៅត្រឹមផ្នែកខាងលើបន្ទាប់មកយើងត្រួតពិនិត្យទៅលើគម្របធុងទឹកយើងធ្វើការដោះគម្របដោយសង្កត់មូលបញ្ច្រាសតនិចនាឡិកាធ្វើការដោះចេញដើម្បីត្រួតពិនិត្យគម្របធុងទឹកថាតើរសើររបស់គម្របវាចឬក៏បាក់បន្ទាប់មកក៏យើងធ្វើការត្រួតពិនិត្យកៅស៊ូជ័រមានការដាច់រលាត់និងជ្រាបទឹកធ្វើឲ្យកម្ដៅរបស់ត្រាក់ទ័រនឹងឡើងកើនជាលំដាប់បន្ទាប់មកយើងត្រួតពិនិត្យនៅរសើរកាសបើសិនជាមានការដាច់រលាត់ឬក៏បាក់រសើរយើងធ្វើការដូរគម្របធុងទឹកថ្មីដោយយើងមើលទៅលើគម្របធុងទឹកដែលមានលេខ 0.9 នឹងស័ក្តិសមជាមួយនឹងគម្របធុងទឹកស៊េរីនេះនៅពេលយើងមួលគម្របធុងទឹកទៅវិញគឺយើងធ្វើការសង្កត់បន្ទាប់មកគឺយើងមួលមកតាមត្រនិចនាឡិកាឲ្យស្របតាមជាមួយនឹងធុងទឹកបែបនេះគឺត្រឹមត្រូវយើងធ្វើការត្រួតពិនិត្យទៅលើខ្សែពានកង្ហារផ្លិតទឹកបើសិនខ្សែពានកង្ហារផ្លិតទឹកធូរវានឹងធ្វើឲ្យត្រាក់ទ័រឡើងកម្ដៅបានឆាប់រហ័សដូចគ្នាអញ្ចឹងដើម្បីត្រួតពិនិត្យខ្សែពានកង្ហារផ្លិតទឹកគឺយើងយកមេដៃចុចយើងយកម៉ែត្រមកវាស់តាមតម្លៃកំណត់ទាំងអស់នេះគឺជាវិធីក្នុងការថែទាំនៅពេលត្រាក់ទ័រឡើងកម្ដៅគឺសូមបញ្ចប់ហើយក៏អរគុណដល់បងប្អូនដែលបានចូលមើលតាំងពីដើមដល់ចប់សូមជូនពរបងប្អូនសុខសប្បាយនិងសុខភាពល្អទាំងអស់គ្នាបាយបាយ